ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកនិយាយអំពីប្រវត្តិបូជនីយដ្ឋានរបស់លោកតាឃ្លាំងមឿងដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងហើយមុនដំបូងនាងខ្ញុំក៏សូមខន្តីអភ័យទោសបើសិនជានាងខ្ញុំនិយាយទៅខុសឬក៏ខ្វះចន្លោះឬក៏លើសលួសត្រង់ណាក៏សូមខន្តីពីបងប្អូនយើងទាំងអស់គ្នាអញ្ចឹងបូជនីយដ្ឋានលោកតាឃ្លាំងមឿងគឺជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តិសិទ្ធិមួយដែលប្រជាពលរដ្ឋខ្មែរជាច្រើនជាពិសេសគឺប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងមានការគោរពជឿជាក់និងទៅបួងសួងសុំសេចក្តីសុខសុំឲ្យមានសំណាងនិងការពារពីគ្រោះអាសន្នផ្សេងៗដែលកើតមានឡើងចំពោះខ្លួនគាត់ក៏ដូចជាក្រុមគ្រួសាររបស់គាត់ទាំងមូលបើតាមរឿងរ៉ាវបុរាណបានប្រាប់ថាលោកតាឃ្លាំងមឿងគឺជាវីរបុរសនិងជាមេដឹកនាំដ៏ក្លាហានម្នាក់នៅក្នុងសម័យបុរាណដែលលោកតាគឺមានតួនាទីការពារដែនដីនិងប្រជាពលរដ្ឋពីសត្រូវនិងគ្រោះថ្នាក់ផ្សេងៗលោកតាមានភាពស្មោះត្រង់ក្លាហាននិងស្រឡាញ់ប្រជាជនយ៉ាងខ្លាំងទោះបីជាត្រូវបាត់បង់ជីវិតរបស់លោកតាក៏ដោយក៏លោកមិនដែលបោះបង់ភារកិច្ចដើម្បីការពារប្រទេសជាតិឡើយបន្ទាប់ពីលោកតាបានទទួលមរណភាពប្រជាពលរដ្ឋជឿថាវិញ្ញាណរបស់លោកតានៅតែការពារទឹកដីនិងជួយថែរក្សាសេចក្តីសុខសាន្តដល់អ្នកដែលមានចិត្តសុចរិតដោយហេតុនេះហើយទើបប្រជាពលរដ្ឋបានសាងសង់បូជនីយដ្ឋាននេះឡើងគឺដើម្បីគោរពរំលឹកដល់គុណបំណាច់និងវីរភាពរបស់លោកតាជារៀងរាល់ថ្ងៃគឺមានអ្នកមកបួងសួងសុំសេចក្តីសុខសំណាងល្អនៅក្នុងការរកស៊ីមិនថាការងារពាក់ព័ន្ធជាមួយនឹងសុខភាពនិងការការពារពីគ្រោះថ្នាក់ផ្សេងៗជាពិសេសមុនធ្វើដំណើរជិតឬឆ្ងាយឬក៏មុនចាប់ផ្ដើមអាជីវកម្មឬក៏ពេលមានបញ្ហានៅក្នុងជីវិតមនុស្សជាច្រើនជឿជាក់ថាការមកសុំបួងសួងពីលោកតានឹងជួយឲ្យចិត្តរបស់ពួកគាត់ស្ងប់និងមានកម្លាំងចិត្តបន្តទៅមុខទៀតការដែលយើងបានមកគោរពលោកតាគឺជាការរំលឹកឲ្យយើងចងចាំថាសេចក្តីស្មោះត្រង់ការលះបង់និងការការពារគ្នាទៅវិញទៅមកគឺជាគុណធម៌ដ៏មានតម្លៃដែលគួរឲ្យយើងរក្សាទុកនិងបន្តទៅមុខទៀតទៅកាន់ជំនាន់ក្រោយៗដូច្នេះសូមបងប្អូនទាំងអស់គ្នាសាងតែអំពើល្អរក្សាចិត្តឲ្យស្ងប់ធ្វើតែអំពើសុចរិតមិនសាងបាបមិនបៀតបៀនអ្នកដទៃព្រោះតែអំពើល្អគឺជាគ្រឹះនៃសេចក្តីសុខហើយក៏ជាពន្លឺនាំផ្លូវ